កូនស្វាច្រលើមមានដំណើរថាមានស្វាមួយគ្រួសារបានក្រុងធ្វើដំណើរទៅកំសាន្តថ្ងៃតុងតឹងរងចាំបានមកដល់កូនស្វាទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដោយម្នាក់ពាក់វជើងស្គីនិងម្នាក់ទៀតបានកាន់កាមេរ៉ាថតរូបគ្រាន់តែធ្វើដំណើរទៅដល់កន្លែងកំសាន្តភ្លាមកូនស្វាដែលពាក់វជើងស្គីហក់ចុះប្រុចដួលក្រិចជើងដើរលេងរួចឯកូនស្វាមួយទៀតដើរមើលទេសភាពក៏ចពុកជើងដួលបែកកាមេរ៉ាថតរូបស្វាជាឪពុកបានបន្ទោសថាឃើញទេប្រហែសណាស់សមតែត្រូវដំបងទេកូនស្វាធ្វើមុខក្រមៅលេងនិយាយមេស្វាបាននិយាយថាក្មេងៗតែប៉ុណ្ណឹងឯងកូនកុំរពឹសពេកណាព្រោះការរពឹសនេះធ្វើឲ្យកូនខាតបងច្រើនណាស់កូនស្វាទាំងពីរក៏ញញឹមហើយឆ្លើយថាបាទយកព្រមម៉ាក់កូននឹងធ្វើជាក្មេងល្អមិនរពឹសមិនច្រលើមបើសទៀតទេគ្រួសារស្វាក៏បន្តដំណើរកំសាន្តដល់រីករាយគំនិតអប់រំ1ការស្ដីបន្ទោសនឹងធ្វើឲ្យមនុស្សកាន់តែបាក់ទឹកចិត្តលែងចង់កែតម្រូវ2ការកែតម្រូវដោយលើកហេតុផលនាំឲ្យមនុស្សចង់កែកំហុស3អ្នកណាក៏ផ្លាប់ខុសព្រោះមិនធ្វើខុសទេក៏រកត្រូវមិនឃើញសូមអរគុណសុខភាពល្អ